អូនសុំតាមដានព័ត៌មានព្រំដែនកម្ពុជាថៃម្ដងចាគឺថ្ងៃនេះតែម្ដងថ្ងៃ8ខែ8 2026ខាងថៃចាវាបានអនុម័តប្រាក់ចំនួន130លានបាតដើម្បីពង្រីកបណ្ដាញអគ្គិសនីនៅតំបន់ប្រាសាទតាក្របីនិងតំបន់ភ្នំ350ដែលជាទឹកដីរបស់កម្ពុជាយើងដែលវាកំពុងតែគ្រប់គ្រងខុសច្បាប់បងប្អូនចាហើយវាបាននិយាយថាត្រូវធ្វើហើយនឹងពន្លឿនឲ្យបានលឿនមុនឆ្នាំ2027បងប្អូនចានិយាយទៅបងប្អូនហើយនេះវាបានបង្ហាញទៅកាន់ពិភពលោកទៀតហើយថាវាគឺជាចោលប្លន់ពិតតែម្ដងបងប្អូនចាក្នុងនាមយើងជាប្រជាជនខ្មែរជួយ share ព័ត៌មានមួយនេះឲ្យបានច្រើនបងប្អូនដើម្បីឲ្យពិភពលោកបានឃើញកាន់តែច្បាស់ពីសណ្ដានថោកទាបសណ្ដានចោលរបស់ពួកអាកពូចោលសៀមនេះចាធ្វើទៅមុននឹងក្រោយគឺខ្លាយជារបស់កម្ពុជាដដែលទេអភិវឌ្ឍទៅពួកហែងមុននឹងធ្វើអីហែងកលែងទៅមើលឆ្នាំ2008និង2011ថាតើអាកពូចោលឯងហ្នឹងដើរស្រាតលើឆាកអន្តរជាតិ2ដងហើយតាហើយឥឡូវ2026ឬ2027នេះពួកហែងដើរស្រាតម្ដងទៀតក៏វាមិនអីដែរមែនទេអញ្ចឹងប្រឹងបង្ហោះប្រឹងផ្សព្វផ្សាយទៅខាងកម្ពុជាយើងមានតួនាទីចាំតែ share ទៅឲ្យពិភពលោកបានឃើញតែប៉ុណ្ណោះមែនទេបងប្អូនជួយ share វីដេអូនេះទាំងអស់គ្នាចាបងប្អូនអើយ